ព្រះបាទអង្គឌួងគឺជាព្រះមហាក្សត្រដែលបានជួយរំដោះប្រទេសខ្មែរឲ្យរួចផុតពីមហិច្ឆតាការលេបត្របាក់ទឹកដីរបស់សៀមហើយនឹងយួនសូមប្រិយមិត្តកូនខ្មែរទាំងអស់គ្នាមេត្តាជួយ Subscribe Channel YouTube មរតកខ្មែរម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីៗបែបប្រវត្តិសាស្ត្រនៅពេលខាងមុខបន្តទៀតសូមអរគុណព្រះបាទអង្គឌួងទ្រង់ប្រសូតនៅថ្ងៃទី9ខែអាសាឍឆ្នាំរោងអត្តស័កពុទ្ធសករាជ2340ត្រូវនឹងគ្រិស្តសករាជ1791នៅក្រុងឧដុង្គជាបុត្រពៅរបស់ព្រះអង្គអេងនិងមាតាព្រះនាមអ្នកមនាងរស់ព្រះអង្គមានព្រះរាមចំនួន4ព្រះអង្គគឺអង្គច័ន្ទអង្គភឹមអង្គស្ងួននិងអង្គអឹមព្រះអង្គមានព្រះរាជបុត្រចំនួន3ព្រះអង្គគឺព្រះនរោត្តម1ព្រះស៊ីវត្ថា2និងព្រះស៊ីសុវត្ថិ3នៅឆ្នាំ1840ព្រះអង្គឌួងត្រូវបានគ្រងរាជ្យនៅវាំងស្បែកស្រុកពញាឮលុះដល់ឆ្នាំ1847ទើបទ្រង់ត្រូវបានរាជាភិសេកឲ្យឡើងសោយរាជ្យជាព្រះមហាក្សត្រនៅក្រុងឧដុង្គក្នុងនាមជាព្រះរាជាដែលគិតដល់អាយុជីវិតជាតិព្រះអង្គមានព្រះទ័យសោកស្ដាយជាខ្លាំងនៅពេលដែលទ្រង់ជ្រាបថាមានទឹកដីជាច្រើនត្រូវបានបាត់បង់ទៅដល់សៀមហើយនឹងយួនប៉ុន្តែដោយប្រទេសខ្មែរស្ថិតនៅក្នុងស្ថានភាពសេដ្ឋកិច្ចទន់ខ្សោយនិងខ្ទេចខ្ទាំដោយសារសង្គ្រាមផ្ទៃក្នុងទើបព្រះអង្គមិនអាចរកកម្លាំងដើម្បីនឹងដណ្ដើមទឹកដីទាំងនោះមកវិញបានម្យ៉ាងទៀតដើម្បីរំដោះប្រទេសខ្មែរឲ្យរួចផុតពីការបែងចែករបស់សៀមហើយនឹងយួនមានតែមធ្យោបាយមួយគត់គឺពឹងមហាអំណាចអឺរ៉ុបណាមួយដើម្បីបង្ក្រាបសត្រូវទាំងពីរឲ្យផុតចេញពីទឹកដីខ្មែរនៅឆ្នាំ1854ព្រះអង្គបានចាត់ទូតខ្មែរម្នាក់ឲ្យទៅតាក់ទងជាមួយនឹងទូតបារាំងដែលតែងតាំងនៅសង្ហបុរីក្នុងគោលបំណងឲ្យបារាំងមកជួយការពារខ្មែរប៉ុន្តែគម្រោងការនោះត្រូវបានបរាជ័យដោយរឿងនោះត្រូវបានលេចឮដល់ស្ដេចសៀមហើយស្ដេចសៀមក៏បានគម្រាមព្រះបាទអង្គឌួងថាបើព្រះអង្គហ៊ានចុះសន្ធិសញ្ញាសម្ព័ន្ធភាពជាមួយនឹងបារាំងសៀមនឹងលើកទ័ពមកកំទេចប្រទេសខ្មែរជាមិនខានឃើញស្ថានភាពបែបនេះព្រះបាទអង្គឌួងក៏មិនហ៊ានឲ្យលោកម៉ុងតេញីដែលជាតំណាងរបស់ប្រទេសបារាំងចូលមកគាល់ឡើយឃើញដូច្នេះបារាំងក៏ផ្អាកការចុះសន្ធិសញ្ញាសម្ព័ន្ធភាពបារាំងខ្មែរនេះទៅនៅក្នុងរជ្ជកាលរបស់ព្រះបាទអង្គឌួងគឺព្រះអង្គបានចាត់ចែងឲ្យមានការបោះពុម្ពប្រាក់ថ្មីឈ្មោះប្រាក់បាតដែលមាន4ប្រភេទប្រាក់បាតមានរូបហង្សនិងម្ខាងទៀតមានរូបប្រាសាទអង្គរវត្តនៅឆ្នាំ1850ព្រះបាទអង្គឌួងបានបញ្ជាឲ្យពួកមន្ត្រីកេណ្ឌប្រជាជនដើម្បីលើកទំនប់មួយសម្រាប់ការពាររាជធានីឧដុង្គពីខាងកើតព្រះអង្គបានកសាងផ្លូវមួយទៀតតភ្ជាប់ពីក្រុងឧដុង្គទៅកំពង់ហ្លួងគឺមានប្រវែង6400ម៉ែត្រនៅលើចិញ្ចើមផ្លូវមានការកសាងសាលាសំណាក់ជាច្រើនសម្រាប់ឲ្យប្រជាជនធ្វើដំណើរឆ្លងកាត់បានឈប់សម្រាកនៅពេលហត់នឿយដើម្បីសម្រួលដល់ប្រជាជននៅម្ដុំពោធិ៍ចិនតុងក្នុងការដឹកជញ្ជូនទំនិញមកលើកំពង់ផែក្រុងភ្នំពេញព្រះអង្គក៏បានបញ្ជាឲ្យគេកសាងផ្លូវមួយទៀតប្រទេសខ្មែរក្នុងសម័យព្រះអង្គមានផ្លូវខ្វាត់ខ្វែងក៏ប៉ុន្តែដោយសារចម្បាំងទើបផ្លូវទាំងអស់នោះត្រូវបានខូចខាតទាំងអស់ត្រូវបានគេបោះបង់ចោលមិនបានថែរក្សាចាត់តាំងពីឆ្នាំ1847ពួកយួនបានគៀបសង្កត់មកលើសេដ្ឋកិច្ចតាមផ្លូវដងទន្លេមេគង្គដោយយកពន្ធដារលើទំនិញឆ្លងកាត់ទើបព្រះអង្គបានសម្រេចព្រះទ័យសាងកំពង់ផែមួយនៅខេត្តកំពតដើម្បីរំដោះសេដ្ឋកិច្ចប្រទេសឲ្យផុតពីការហុំព័ទ្ធរបស់សត្រូវជាមួយគ្នានេះដែរព្រះអង្គក៏បានកសាងផ្លូវមួយខ្សែភ្ជាប់ពីឧដុង្គទៅកំពង់ផែកំពតដើម្បីសម្រួលការទំនាក់ទំនងជាមួយកំពង់ផែនិងសម្រាប់ប្រជារាស្ត្រខ្មែរធ្វើដំណើរទៅវិញទៅមកនៅឆ្នាំ1853ព្រះអង្គបានចាត់រាជប្រតិភូមួយក្រុមដែលដឹកនាំដោយអុកញ៉ាយមរាជមុខនិងអុកញ៉ាចក្រីមាសដើម្បីនិមន្តព្រះសង្ឃខ្មែរមួយព្រះអង្គព្រះនាមមហាប៉ាន់ដែលគង់នៅសៀមមកពង្រឹងផ្នែកព្រះពុទ្ធសាសនាប្រតិភូនេះបានត្រូវព្រះចៅសៀមឆោមខ្លៅ
ឬហៅថារាមាទី4ទទួលរាក់ទាក់ព្រោះយល់ថាជាឱកាសមួយសម្រាប់ផ្សព្វផ្សាយវប្បធម៌សៀមគឺចាប់ពីពេលនេះទៅគឺព្រះពុទ្ធសាសនារបស់ខ្មែរតាមបែបធម្មយុត្តិកនិកាយហិនយានត្រូវបាននាំយកពីសៀមចូលមកកាន់ប្រទេសកម្ពុជារហូតមកទល់នឹងសព្វថ្ងៃនេះអត្ថាធិប្បាយសង្ខេបបែបខ្លីប៉ុណ្នេះអំពីជីវប្រវត្តិនិងស្នាមប្រហោះស្នាដៃរបស់ព្រះបាទអង្គឌួងត្រឹមប៉ុណ្នេះយើងក្រឡេកចូលមកមុនពេលដែលបារាំងចូលមកធ្វើជាអាណាព្យាបាលកម្ពុជាគឺមានការរារាំងយ៉ាងខ្លាំងយ៉ាងដាច់ខាតពីសំណាក់ពួកស្រេចសៀមរហូតធ្វើឲ្យសំណើរបស់កម្ពុជាដែលស្នើឲ្យបារាំងចូលមកការពារប្រទេសកម្ពុជាត្រូវបានបរាជ័យម្ដងជាពីរដងក្នុងរជ្ជកាលរបស់ព្រះបាទអង្គឌួងតែយ៉ាងណាបារាំងក៏បានចាប់អារម្មណ៍ខ្លាំងឡើងចំពោះប្រទេសកម្ពុជាយើងដែរលុះមកដល់ក្នុងរជ្ជកាលរបស់ព្រះបាទនរោត្តមទើបបារាំងចូលមកធ្វើជាអាណាព្យាបាលលើប្រទេសកម្ពុជាជាផ្លូវការនាឆ្នាំ1863ដើម្បីឲ្យប្រទេសកម្ពុជាមានបង្អែកទប់ទល់នឹងឥទ្ធិពលសៀមហើយនឹងយួនព្រះបាទនរោត្តមបានចុះហត្ថលេខាលើសន្ធិសញ្ញានាថ្ងៃទី11ខែសីហាឆ្នាំ1863ដោយទទួលយកអាណាព្យាបាលបារាំងមកជួយការពារប្រទេសកម្ពុជាឲ្យរួចពីផុតក្រញាំរបស់សៀមហើយនឹងយួនការដែលបារាំងចូលមកធ្វើជាអាណាព្យាបាលរបស់កម្ពុជានៅឆ្នាំ1863នោះធ្វើឲ្យរាជវាំងក្រុងបាងកកខឹងសម្បាខ្លាំងឡើងព្រោះតែពួកវាមិនចង់ឲ្យមានការការពារប្រទេសកម្ពុជាយើងនិងចង់ឲ្យប្រទេសកម្ពុជាយើងស្ថិតក្រោមចំណុះរបស់ពួកវាបន្តទៀតដោយបណ្ដារដ្ឋមួយចំនួនទៀតដែលវាកំពុងគ្រប់គ្រងដូចជាបណ្ដារដ្ឋម៉ាឡាឬនៅសប្តាហ៍ថ្ងៃនេះប្រទេសម៉ាឡេស៊ីប៉ែកខាងត្បូងរដ្ឋឈៀងម៉ៃនៅភាគខាងជើងរដ្ឋសាននៅភាគខាងជើងនៃប្រទេសភូមានិងប្រទេសឡាវជាដើមប៉ុន្តែវាមិនអាចទៅរួចឡើយពីព្រោះតែសៀមក៏រងគ្រោះការគំរាមកំហែងពីចក្រភពអង់គ្លេសនិងបារាំងផងដែរគណៈចក្រភពអង់គ្លេសបានមកដល់ចិន្តាផ្ទះនៅប៉ែកខាងត្បូងគឺម៉ាឡេបានមកដល់របងផ្ទះខាងលិចគឺភូមាហើយបារាំងក៏បានមកដល់របងផ្ទះប៉ែកខាងកើតគឺកម្ពុជានិងកម្ពុជាក្រោមនិងវៀតណាមផងដែរប្រសិនបើស្ដេចសៀមដើរនយោបាយមិនត្រូវទេអាចនឹងធ្វើឲ្យចក្រភពអង់គ្លេសសង្គ្រប់យកឬក៏ត្រូវបានបារាំងគំរាមកំហែងយកក៏បានសូមជម្រាបថាក្នុងដំណាក់កាលដ៏លំបាកនេះប្រទេសសៀមបានឈានដល់រជ្ជកាលទី4គឺព្រះចៅមង្គតនិងរជ្ជកាលទី5គឺព្រះចៅជូឡាលង្កនបុគ្គលដែលសំខាន់ជាងគេក្នុងព្រឹត្តិការណ៍បារាំងនិងសៀមនៅឆ្នាំ1893គឺលោកអាជើស្តេប៉ាវីដែលជាកុងស៊ុលបារាំងប្រចាំក្នុងក្រុងបាងកកប៉ាវីចង់បង្រួមអំណាចរបស់សៀមនិងពង្រីកការកាន់កាប់របស់បារាំងនៅលើផែនដីដែលសៀមបានរំលោភបំពាននៅមុននេះបាវីក៏មានសេចក្តីរីករាយចំពោះប្រជាជនលាវនិងប្រជាជនកម្ពុជាយ៉ាងខ្លាំងហើយបដិញ្ញាយ៉ាងមុតមាំក្នុងការបញ្ចុះបញ្ចូលរដ្ឋាភិបាលបារាំងឲ្យការពារព្រះមហាក្សត្រខ្មែរនិងព្រះអង្គម្ចាស់លាវនិងប្រទេសទាំងពីរគឺការរំលោភការឈ្លានពានពីការជិះជាន់របស់ពួកសៀមដែលមកដណ្ដើមយកការកាន់កាប់ក្នុងប្រទេសកម្ពុជាផងដែរពីការជិះជាន់ឈ្លានពានរបស់ពួកសៀមឈ្លានពានមកលើទឹកដីខ្មែរនិងលាវរដ្ឋាភិបាលស្ដេចសៀមរបស់ព្រះចៅជូឡាលង្កនមិនសប្បាយចិត្តក្នុងរឿងនោះឡើយក្រោយបានដឹងថាព្រះបាទនរោត្តមបានចុះហត្ថលេខាលើសន្ធិសញ្ញាបារាំងដើម្បីអនុញ្ញាតឲ្យបារាំងចូលមកការពារប្រទេសកម្ពុជាគឺពួកវាបានខិតខំរារាំងគ្រប់មធ្យោបាយនិងបញ្យល់ដល់ព្រះមហាក្សត្រខ្មែរអំពីជំនឿមិនច្បាស់លាស់របស់បារាំងមកលើប្រទេសកម្ពុជាមិនតែប៉ុណ្ណោះពួកមន្ត្រីសៀមបានគំរាមកំហែងព្រះបាទនរោត្តមថារាជរដ្ឋាភិបាលសៀមនឹងតែងតាំងប្អូនប្រុសរបស់ព្រះអង្គគឺព្រះអង្គម្ចាស់ស៊ីសវត្ថាឲ្យឡើងសោយរាជជំនួសនៅប្រទេសកម្ពុជាបើសិនទ្រង់មិនព្រមចំណុះក្រោមរាជអំណាចរបស់ស្ដេចសៀមឡើយ
ប្រសិនបើទ្រង់មិនព្រមចំណុះក្រោមអំណាចរបស់ស្ដេចសៀមការនេះក៏បានបង្កជាបញ្ហាធំរវាងកម្ពុជានិងសៀមគឺបញ្ហាដែលស្ដេចសៀមគាំទ្រឲ្យមានការបះបោររបស់ព្រះអង្គម្ចាស់ស៊ីវត្ថានៅកម្ពុជានិងបញ្ហាស្ដេចសៀមចង់ស៊ីដាច់មកុដរាជនិងគ្រឿងកកុฏភណ្ឌរបស់កម្ពុជានេះហើយបើជាផនការរបស់ស្ដេចសៀមនិងគំនិតដ៏អាក្រក់ចង់បានទឹកដីកម្ពុជាមិនដែលចោះចាញ់កម្ពុជាឡើយបន្ទាប់ពីប្រិយមិត្តកូនខ្មែរទាំងអស់គ្នាបានស្ដាប់អំពីការអត្ថាធិប្បាយអំពីជីវប្រវត្តិរបស់ព្រះបាទអង្គឌួងនិងស្នាមប្រហោះរបស់ព្រះបាទអង្គឌួងក្នុងរជ្ជកាលរបស់ទ្រង់និងការដឹកនាំប្រកបទៅដោយទស្សបរិជ្ជធម៌ប៉ុន្តែនៅក្នុងអត្ថន័យនោះក៏មានលីឡំជាមួយនឹងទុកសោកយ៉ាងក្រៃលែងអំពីដោយកូនខ្មែរទាំងអស់គ្នាបានជ្រាបហើយថាប្រទេសសៀមនេះតាំងពីចុងសម័យអង្គររហូតមកដល់សម័យឧដុង្គនិងរហូតមកដល់សម័យបច្ចុប្បន្នតែងតែមានមហិច្ឆតាគំនិតប៉ុនប៉ងលេបត្របាក់យកទឹកដីរបស់ខ្មែរយើងម្ដងជាពីរដងរហូតមកដល់សម័យបច្ចុប្បន្ននេះក៏ពួកគេនៅតែចិញ្ចឹមចិត្តចង់បានទឹកដីរបស់ប្រទេសខ្មែរយើងដែរអញ្ចឹងហើយមានតែយើងទាំងអស់គ្នាខ្លាំងនោះទេទើបអាចរក្សាការពារទឹកដីរបស់ខ្មែរយើងបានអញ្ចឹងសូមកូនខ្មែរប្រិយមិត្តទាំងអស់គ្នាមេត្តាជួយ Subscribe Channel YouTube មរតកខ្មែរម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីៗបែបប្រវត្តិសាស្ត្រនៅពេលខាងមុខបន្តទៀតសូមអរគុណ